Nơiថ្ងៃមួយសុទ្ធតូចមួយបានធ្លាក់ចេញពីសម្បុកបក្សីប៉ុន្តែមិនធ្លាក់បែកទេវាត្រូវបានសំណាញ់សិតពង្រិលចាប់ទទួលបន្ទាប់មករអិលទៅងើផ្កាស្លឹកឈើរហូតទៅដល់ផ្ទះជេរីហើយទៅបញ្ចប់នៅលើគ្រែរបស់គេជេរីកំពុងគេងស្រួលស្រាតមិនដឹងអ្វីទាំងអស់ប៉ុន្តែសុទ្ធចាប់ផ្ដើមលោតឡើងរហូតធ្វើឲ្យគេភ្ញាក់ពេលគេមើលចុះក្រោមគេភ្ញាក់ផ្អើលឃើញសុទ្ធមួយកំពុងរំកិលនៅពេលគេចង់ប៉ះសុទ្ធបានបំបីចេញហើយបាក់សីផ្អុកមកតូចមួយបានចេញមកវាបានយកជេរីជាម្ដាយហើយជេរីក៏ស្រឡាញ់វាដូចកូនផងដែរតែគ្រាន់តែប៉ះតិចតួចបាក់សីភុកមកតូចនោះបានបង្ហាញសរសៃធម្មជាតិរបស់វាចាប់ផ្អុកឈើនិងគ្រឿងសង្ហាររបស់ជេរីទាំងអស់ជេរីព្យាយាមបញ្ឈប់វាប៉ុន្តែពេលយកប៊ីស្គិតឲ្យវាហូបវាខំដៃជេរីស្ទើរតែអស់ដៃជេរីភ្ញាក់ផ្អើលហើយចាប់ផ្ដើមខឹងពេលវាបានផ្អុកកៅអីឈើរបស់គេម្ដងទៀតជេរីទប់អារម្មណ៍មិនបានទម្លាក់វាចេញពីផ្ទះភុកបងតូចស្ដាយណាស់យំហើយម៉ាក់តែជេរីមិនអើពើវាត្រេញដាចេញម្នាក់ឯងដោជើងធំខឹងយ៉ាងខ្លាំងចាក់ទឹកផ្លែឈើលើវាប៉ុន្តែផ្អុកបងតូចក៏ខឹងដែរវាអាក់កៅអីធំឲ្យបាក់ធំមិនអាចអត់បានទេចាប់ផ្ដើមវាយតផ្អុកបងតូចជេរីឃើញហេតុនេះទៅជួយផ្អុកបងតូចធំត្រូវស្ទាបកដោយជេរីតែពេលជេរីកំពុងរត់គេចវាត្រូវធំចាប់ដោយឧបករណ៍ដែកផ្អុកមកតូចខៃដូច្នោះបានផ្អុកបំផ្លែឈើដើម្បីជួយជេរីធំខឹងយ៉ាងខ្លាំងយកបំបងជើបាននោះបោះដូចជើប៉ាន់ទៅលើជេរីប៉ុន្តែផ្អុកមកតូចប្រើចង្អុលមាត់ធ្វើឲ្យគ្រោះថ្នាក់នោះបាត់ធំមិនចាញ់ទេប្រើយុទ្ធសាស្ត្រសម្លេងខាងនេះវាខាងនោះចាប់ផ្អុកមកតូចហើយលេបវាចូលក្នុងមាត់តែជេរីនិងផ្អុកមកតូចសហការគ្នាបោះថ្មិញធំចេញជាបង្ហាប់ធំមួយផ្អុកមកតូចគេចចេញបាននៅពេលជេរីប្រញាប់រត់គេប្រហែលប៉ះលើចំណុចដែកធំចង់វាជេរីតែផ្អុកមកតូចបានមករំខានវិញធំខឹងខ្លាំងចាប់ផ្អុកមកតូចដាក់បិទមាត់វាដើម្បីឲ្យវាមិនផ្អុកបានទៀតហើយចង់ទៅសងជេរីប៉ុន្តែផ្អុកមកតូចបានគេចចេញពេលឃើញជេរីមានគ្រោះថ្នាក់វាបានយកប៊ិចនិងក្រដាសគូគម្រោងគណិតវិទ្យាគណនាម៉ូទ័រសិនតិនដើម្បីជួយវាបានផ្អុកបំបែកសរសៃភ្លើងហើយធ្វើឲ្យថមទៅតូកាបុកលើក្បាលយ៉ាងខ្លាំងចុងក្រោយជេរីនិងផ្អុកមកតូចបានស្ដារមិត្តភាពវិញខណៈធំត្រូវបរាជ័យដោយធម្មតាសារសំខាន់នៃរឿងនេះ